ប្រិយមិត្តទូនីជនជាទីគោរពបន្ទាប់ពីបានអញ្ជើញសាលាបឋមសិក្សាភ្នំបញ្ជាំងឥឡូវនេះសម្ដេចតេជោហ៊ុនសែនបានមកដល់សាលាបឋមសិក្សាគោកលុនដែលស្ថិតនៅក្នុងភូមិភ្នំបញ្ជាំងឃុំហេរីស្រុកប្រណិតព្រះខេត្តបន្ទាយមានជ័យដដែលហើយដើម្បីសិក្សាមើលពីដំណើរការនៃការខ្វះខាតអគារសិក្សាមួយចំនួននៅក្នុងសាលាបឋមសិក្សានេះផងដែរបាទនៅពេលនេះសម្ដេចតេជោហ៊ុនសែនលោកកំពុងតែពិភាក្សាជាមួយនឹងលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សនៅទីនេះដើម្បីស្វែងយល់ពីដំណើរការខ្វះខាតហើយបន្តិចទៀតចង់ដឹងថាតើសម្ដេចនឹងផ្ដល់អំណោយអ្វីខ្លះនៅក្នុងសាលាបឋមសិក្សានេះខ្ញុំបាទនឹងធ្វើការជម្រាបជូននាពេលបន្ទាប់ទៀតអូអត់រូបកាយជួថ្ងៃនេះរូបមើលមែនទេរូបមែនទេមិនស្មានទេនេះណាហើយលោកមកឥឡូវតែសាលានេះយើងមានរូបឥឡូវគូនសិស្ស880ហើយរៀនមានតែបន្ទប់រៀនពីពេលបានដល់ទី1ដល់ទី6បាទដាក់ដៃចុះអូយមកទេណាបាទដីយើងដីធំដល់ដីនេះស្អីនេះជាសាលាចាស់ឡើងសុំសពរបស់ជនរបស់កូរ៉េបានលាកឆ្នាំប៉ុន្តែចាស់តាំងពីចិត្តមកបើចឹងយើងចេះហ្មងយើងធ្វើចេះមកទៅយើងធ្វើចេះវិញយើងអូហើយមកណាហើយយើងយកហើយយើងយកនេះគឺចាក់ការវិញណាប្រកបណាហើយចេះឥឡូវដល់សារសិស្សរបស់យើងបន្តិចយើងទៅមកក្រោកប្រមូលទុកយើងធ្វើបែបមុខមកផ្លូវបាទហើយយើងវាយអានេះចេញដើម្បីយើងទុកដីវិញបាទហើយយើងយកអានេះទៅទីចាត់ការវិញទីចាត់ការបណ្ណាល័យហ្នឹងអាទីចាត់ការបណ្ណាល័យវាជាមួយគ្នាអានេះតែ3បន្ទប់ដែរមើលមុខស្ដាយ3បន្ទប់ហ្នឹងមុខគិតមើលសាលាមុខបាទអូអរគុណគេได้ធ្វើមែនមែនតែនេះមិននឹកស្មានទេហើយចូលអាតាន់ទៅបានមើលអីផងត្រូវដល់ទីហើយណាបើចឹងសិស្សយើងក៏មិនសុំទៅ3បន្ទប់ទេខ្ញុំឲ្យដល់6បន្ទប់អូអរគុណនេះយើងបានជាទីចាត់ការโอ้ชิมานะครับน้องอันนี้แบบบอลอ่ะអូនេះគឺថ្លៃក្រុមប៉ុន្តែឆ្នាំក្រោយនឹងឡើងដល់94ទៅបាទ95ឡើងសុខស្រួលនេះហើយចិត្តទៅឡើងតែខ្ញុំឲ្យរៀនសន្យាទេអត់រៀនសន្យាទេដល់ពេលឡើងបានគឺឡើងវាចាបើចិត្តមកខ្ញុំណាមើលខ្ញុំសុំចាប់បានរៀនបាទអត់តបណ្ណាអាជាតិនេះវាបកកែថងអានោះបកកែឆ្កឹះឡើយហើយគ្រូមួយនេះម្ដងនេះណាកូនសិស្ស180នេះអត់ចៃបានម្នាក់10000ដែរអត់មួយចៃមួយដែរនេះចាំទទួលលុយពីគ្រូខ្ញុំទេ
ủa cái hiến xà lan nó ngon thôi còn dưới của hiến nó không sẽ còn ប្រិមត្តទូនកជនជាទីគោរពដើម្បីផ្ដល់ជាចំណងដៃនៅក្នុងសាលាបឋមសិក្សានេះសម្ដេចតេជោហ៊ុនសែនបានសម្រាប់ផ្ដល់នៅអគារសិក្សាមួយខ្នងបាទស្មើនឹង6បន្ទប់បាទក្នុងនោះរៀបចំទីធ្លាសម្រាប់សាលាបឋមសិក្សានេះផងដែរដែលធ្វើឲ្យជាលក្ខណៈស្តង់ដារសម្រាប់សម្រួលដល់ការអប់រំងាយស្រួលដល់កុមារាកុមារីសិក្សានៅទីនេះផងដែរ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ